សួស្តីបងប្អូនទាំងអស់គ្នាតាមរយៈវីដេអូនេះខ្ញុំចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាប្រាសាទប្រវត្តិសាស្ត្រមួយកន្លែងគឺប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅភូមិគងភូមិពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងមានចម្ងាយ14គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងប្រាសាទនេះស្ថាបនាឡើងនៅក្នុងសតវត្សទី11នៅក្នុងឆ្នាំ1027ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នាសម័យមហានគរបាទដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនាប្រាសាទដ៏ចំណាស់នេះមានរាង4ជ្រុងធ្វើអំពីថ្មភក់បែរមកទៅទិសខាងកើតសង់នៅលើខឿនមួយមាន2ថ្នាក់និងមានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទនិងកំពែងធ្វើអំពីថ្មបាយក្រៀមហើយក៏មានគូទឹកព័ទ្ធជុំវិញទៀតផងដែរនៅទីនោះមានដើមពោធិ៍18ដើមដុះព័ទ្ធជុំវិញប្រាសាទបង្កើតឲ្យមានជាម្លប់យ៉ាងត្រឈឹមត្រឈៃនិងមានខ្យល់ត្រជាក់បរិសុទ្ធនៅខាងត្បូងប្រាសាទមានគូទឹកដែលបច្ចុប្បន្នក្លាយទៅជាស្រះទឹកសម្រាប់ព្រះសង្ឃប្រើប្រាស់ហើយសង្កេតឃើញថាមានក្បាច់ចម្លាក់ជាច្រើនដែលមានភាពរស់រវើកគួរឲ្យចង់ទស្សនានៅសេសសល់នៅតាមផ្នែកមួយចំនួនដែលឆ្លុះបញ្ចាំងអំពីជំនឿនៅក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅទៀតផងដែរបាទស្ថានភាពបច្ចុប្បន្នប្រាសាទនេះមានលក្ខណៈទ្រុឌទ្រោមខ្លាំងហើយក៏មានការថែរក្សាការទល់ឈើជាច្រើននៅផ្នែកដែលស្ទើរតែរលំផងដែរបាទ
វីដេអូនេះក៏ដល់ទីបញ្ចប់ហើយដែរបាទខ្ញុំបាទសូមអរគុណហើយក៏សូមអភ័យទោសបើសិនជាមានពាក្យពេចន៍មិនសមរម្យឬក៏មានកំហុសដោយអចេតនាណាមួយបាទសូមអរគុណ